ចាប់ផ្ដើមខ្ញុំសូមលំអរកាយគោរពជម្រាបសួរលោកគ្រូជាទីគោរពក៏ដូចជាសួស្ដីមកអ្នកទាំងអស់គ្នាជាទីស្រឡាញ់រាប់អានអស់ពីដួងចិត្តខ្ញុំបាទឈ្មោះចន្ទថាពិសិដ្ឋនាងខ្ញុំឈ្មោះហេងសៀលីងនាងខ្ញុំឈ្មោះសន្តិកានាងខ្ញុំឈ្មោះស្រីឌីជេនិងនាងខ្ញុំឈ្មោះពិសិដ្ឋអេលីសាពួកយើងទាំងអស់គ្នារៀននៅថ្នាក់ទី10សេដឺនៅវិទ្យាល័យហ៊ុនសែនបរិយ100ខ្នងថ្ងៃនេះពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានមកធ្វើបទបង្ហាញមុខវិជ្ជាផែនដីវិទ្យានិងបរិស្ថានវិទ្យាដែលបង្រៀនដោយលោកគ្រូសនសុខាជំពូកទី1ប្រវត្តិភពផែនដីមេរៀនទី3កំណត់កំណើតនិងការប្រែប្រួលភពផែនដីចំណែកនេះគឺជាសមាជិកភាពក្រុមរបស់ខ្ញុំចំណែកខ្លឹមសារមេរៀនមានដូចតទៅចំណុចទី3ចលនាទ្វារប្រសាទ 3.1 ផតាំងពីផូស៊ីល 3.2 ផតាំងពីសិលា 3.3 ផតាំងពីអាកាសធាតុ 3.4 ផតាំងពីតកសំណួរចូលនិយាយពីទ្រឹស្ដីទ្វារប្រសាទនិងលើកផតាំងដែលគ្រប់គ្រងទ្រឹស្ដីនេះមុននឹងឈានចូលដល់ការបកស្រាយខ្ញុំសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកសិក្សាអំពីពន្យល់ពាក្យមួយចំនួនប៉ង់សៀមានន័យថាផ្ទាំងដីផដ៏ធំមួយកាលពី255លានឆ្នាំមុនចំណុចទ្វីបជាដែនដីធំដែលចែកទីតាំងភូមិសាស្ត្រដល់មនុស្សរស់នៅតិចតនិចគឺជាចលនារង្វល់នៃម៉ាក់ម៉ាហើយទ្រឹស្ដីទ្វារប្រសាទនេះគឺបានសិក្សាដោយលោកអាព្រីវេសនើជនជាតិអាល្លឺម៉ង់ក្នុងឆ្នាំ1910បានឲ្យយើងដឹងថាកាលពី255លានឆ្នាំមុនទ្វីបទាំងអស់ស្ថិតនៅរួមគ្នាជាផ្ទាំងដីដ៏ធំមួយហៅថាប៉ង់សៀបន្ទាប់មកទ្វីបទាំងនោះបានប្រេះហើយក៏រសាត់ចេញពីគ្នាបន្តិចម្ដងរហូតក្លាយជាទ្វីបទាំង7ហើយទ្វីបទាំង7ដោយបច្ចុប្បន្ននេះហើយទ្វីបទាំង7នោះមានដូចជាទ្វីបអាស៊ីអាហ្វ្រិកអាមេរិកខាងត្បូងអាមេរិកខាងជើងទ្វីបអង់តាក់ទិកទ្វីបអឺរ៉ុបនិងទ្វីបអូស្ត្រាលីចំណុចបន្តទៀតខ្ញុំសូមបញ្ជូនទៅមិត្តរួមខ្ញុំរបស់ខ្ញុំបន្តចំណុចបន្តទៅនេះតើអ្នកនរគ្នាដឹងទេថាផុសតាងអ្វីខ្លះដែលគ្រប់គ្រងទៅលើទ្រឹស្ដីទ្វេប្រសាសន៍របស់លោកអាព្រីវេសនើគឺមានផុសតាងចំនួន4គឺផុសតាងពីផុសតាំងពីផូស៊ីលផុសតាំងពីសិលាផុសតាំងពីអាកាសធាតុនិងផុសតាំងពីតកចំណុចទី1គឺផុសតាំងផូស៊ីលក្នុងចំណុចនេះគេបានរកឃើញផូស៊ីលរុក្ខជាតិនិងសត្វបុរាណដូចគ្នានៅលើទ្វីបដែលត្រូវបានបំបែកដោយមហាសមុទ្រធំបង្ហាញថាទ្វីបទាំងអស់នោះធ្លាប់ភ្ជាប់គ្នាហើយដូចដែលយើងបានដឹងហើយថាផូស៊ីលគឺជាសំណល់ឬមួយក៏ស្លាកស្នាមរបស់រុក្ខជាតិឬក៏សត្វដែលបានងាប់ទៅហើយកប់ទៅក្នុងដីអស់រយៈកប់ទៅក្នុងសិលាឬក៏កំណប់ផ្សេងអស់រយៈពេលរាប់ពាន់លានឆ្នាំយកកន្លែងមកមើលរូបភាពនេះវិញគឺចង់បង្ហាញថាទ្វីបរបស់យើងពីមុនគឺវាស្ថិតនៅជាប់គ្នាតាមរយៈរូបភាពនេះគឺគេយកទ្វីបទាំងអស់នេះមកដាក់ចិត្តគ្នាមកដាក់ផ្ទឹមគ្នាគេឃើញថាទ្វីបទាំងអស់ហ្នឹងវាហាក់បីដូចជាត្រួតស៊ីគ្នាយ៉ាងម៉េចទៅគឺថាត្រួតស៊ីគ្នានេះចង់មានន័យថាទ្វីបទាំងអស់នេះពីមុនគឺវានៅជាប់គ្នាស្ថិតជាផ្ទាំងតែមួយបន្ទាប់មកគឺវាបែកចេញពីគ្នាដូចជាទ្វីបអាមេរិកខាងត្បូងទ្វីបអាហ្វ្រិកឥណ្ឌា
ទ្វីបអង់តាក់ទិកហើយនិងអូស្ត្រាលីគឺវានៅជិតគ្នាបែបនេះត្រួតស៊ីគ្នាបែបនេះហើយក៏បានបង្ហាញពីផូស៊ីលសត្វមួយចំនួនដែលគេរកឃើញដូចជាសត្វនេះផងដែរគឺគេរកឃើញនៅទ្វីបអាមេរិកខាងត្បូងនិងទ្វីបអាហ្វ្រិកហើយនឹងសត្វផ្សេងទៀតរួមមានទាំងផូស៊ីលរបស់រុក្ខជាតិផងដែរចំណែកឯរូបភាពនេះវិញគឺបានបង្ហាញពីទ្វីបបច្ចុប្បន្នដែលវាខណ្ឌចែកគ្នាដោយមហាសមុទ្របានន័យថាវារសាត់ពីគ្នានេះផងដែរគឺជាផូស៊ីលរុក្ខជាតិក្លសុបតិរីដែលវាស្ថិតនៅអាហ្វ្រិកខាងត្បូងអូស្ត្រាលីនិងឥណ្ឌាដោយរុក្ខជាតិនេះផងដែរគឺវាមានគ្រាប់ធំដែលមិនអាចហើរពីទ្វីបមួយទៅកាន់ទ្វីបមួយទៀតបាននោះទេដូច្នេះហើយគេសន្និដ្ឋានថាទ្វីបរបស់យើងពីមុនគឺវានៅជាប់គ្នាចំណែកនេះផងដែរគឺជារូបភាពរបស់ផូស៊ីលសត្វមេសូសរុបនៅអាមេរិកខាងត្បូងនិងអាហ្វ្រិកខាងត្បូងដែលសត្វនេះផងដែរគឺជាសត្វដែលរស់នៅក្នុងទឹកសាបមានដូចជាទន្លេបឹងបួអីនោះជាដើមវារស់នៅក្នុងទឹកសាបរាក់ៗបែបនេះហើយទើបវាមិនអាចហើរឆ្លងកាត់មហាសមុទ្រធំពីទ្វីបមួយទៅទ្វីបមួយទៀតនោះទេដូច្នេះហើយក៏គេសន្និដ្ឋានថាទ្វីបពីមុនគឺវានៅស្ថិតនៅជាប់គ្នាចំណែកនេះគឺជាផូស៊ីលសត្វរូបភាពរបស់ផូស៊ីលសត្វកង់ណាម៉ៃយិរ៉ាត់ដែលស្ថិតនៅអាមេរិកខាងត្បូងនិងអាហ្វ្រិកខាងត្បូងនេះផងដែរគឺជារូបភាពរបស់ផូស៊ីលសត្វលីស្ត្រូសូរុសនៅស្ថិតនៅទ្វីបអង់តាក់ទិកឥណ្ឌាចិនម៉ុងហ្គូលីរុស្ស៊ីនិងអាមេរិកខាងត្បូងជាកិច្ចបន្តទៅនេះខ្ញុំសូមឲ្យមិត្តរួមក្រុមរបស់ខ្ញុំឡើងមកបកស្រាយបន្តចំណុចបន្ទាប់នេះគឺជាគឺគេនិយាយអំពីផតាសិលាគឺគេនិយាយអំពីរចនាសម្ព័ន្ធថ្មនៅជួបក្នុងដែលមានលក្ខណៈស្រដៀងគ្នាហើយត្រូវបានគេរកឃើញនៅទ្វីបផ្សេងៗគ្នាដែលបង្ហាញពីលក្ខណៈរួមនៃប្រវត្តិភូមិសាស្ត្រដូចជាសិលាភ្នំកាបនៅប្រទេសអាហ្វ្រិកខាងត្បូងនៅប្រទេសអាហ្វ្រិកខាងត្បូងសិលាភ្នំកាបគឺត្រូវបានកកើតឡើងដោយសារតែចលនានៅជួបភ្នំពុយនៅសាស្ថិតនៅប្រទេសអាហ្សង់ទីនអាមេរិកខាងត្បូងអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថាកាលពីដើមឡើយជួបភ្នំទាំងពីរនេះស្ថិតនៅតំបន់តែមួយប៉ុន្តែត្រូវបានបែកចេញត្រូវបានបែកចេញពីគ្នាដោយសារតែចលនាភាពរសាត់បានកើតឡើងសំណល់សិលាក្នុងតកក៏ត្រូវបានគេយកមកធ្វើជាផតាបន្ថែមទៀតដើម្បីគ្រប់គ្រងនៅទ្រឹស្ដីភាពរសាត់ហើយសិលាក្នុងតកទាំងនោះត្រូវបានគេរកឃើញនៅតំបន់ដូចជាអាមេរិកខាងត្បូងអាហ្វ្រិកអូស្ត្រាលីនិងអង់តាក់ទិកដែលមានលក្ខណៈស្រដៀងគ្នាហើយលក្ខណៈស្រដៀងគ្នាទាំងនោះត្រូវបានឲ្យគេដឹងថាខេត្តតកត្រូវបានកកើតឡើងដោយសារការចាក់បង្កនៃស្រទាប់សិលាដូចនៃសំដៅនៃស្រទាប់តកដូចគ្នាកំទេចកំដៅអំបិលខ្ជុំថ្មនិងថ្មកំបោរដែលមានប្រភពមកពីថ្មដែលមានប្រភពមកពីការថ្មបប្រាស់ទឹកដែលត្រូវបានគេយកមកធ្វើជាផតាបន្ថែមទៀតដូចនេះជាតិចបន្តនេះខ្ញុំសូមឲ្យមិត្តភ័ក្តិរបស់នេះខ្ញុំបកស្រាយបន្ថែមទៀតចំពោះផតាទី3គឺនិយាយអំពីផតាអាកាសធាតុបុរាណដូចជាស្នាមតកនិងតំបន់ក្តៅសប្តាហ៍និងកំណត់ឈូងថ្មនៅតំបន់ជិតប៉ូលបង្ហាញថាទ្វីបបានផ្លាស់ប្ដូរតាក់ទងទៅនឹងប៉ូលភពផែនដីនេះរូបភាពនេះគឺបង្ហាញអំពីបរិយាកាសរបស់ភពផែនដីនៅពេលដែលវាស្ថិតនៅជិតគ្នាលោកអាព្រីវេសនើបានស្រាវជ្រាវឃើញអំពីរុក្ខជាតិតំបន់ត្រូពិកនៅលើកោះ Spitsbergen នៅក្នុងសមុទ្រនៅក្នុងសមុទ្រអាតិកហើយរុក្ខជាតិនេះគឺវាដុះនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅការប្រហែលកាលពី250លានឆ្នាំមុនចំពោះកោះ Spitsbergen វិញលោកក៏បាននិយាយផងដែរថាវាគឺកាលពីដើមឡើយគឺវាមានទីតាំងស្ថិតនៅជិតអេក្វាទ័រប៉ុន្តែដោយសារតែចលនារបស់ទ្វីបសប្តាហ៍គឺវាមានទីតាំងស្ថិតនៅប៉ូលខាងជើងហើយនោះគឺជារូបភាពនៃរុក្ខជាតិដែលគេបានរកឃើញនៅលើកោះ Spitsbergen
ចំណែកឯចំណុចបន្ទាប់គឺនេះខ្ញុំសូមឲ្យមិត្តរួមក្រុមរបស់ខ្ញុំឡើងមកបកស្រាយ នឹងចំណុចចុងក្រោយចូលដល់ផតាំងតកការចែកចាយស្នាមតកនិងកំណត់តកបង្ហាញថាសតតកធំមួយដែលធ្លាប់គ្របដណ្ដប់ផ្នែកខ្លះនៃទ្វីបខាងត្បូងដែលបច្ចុប្បន្នបានបែកចែកពីគ្នាដូចជានៅទ្វីបអាហ្វ្រិកខាងត្បូងកាលពីដើមឡើយស្ថិតនៅជាប់តំបន់ប៉ុស្តិ៍ខាងត្បូងដែលមានអាកាសធាតុត្រជាក់ហើយក៏មានទាំងតកយ៉ាងក្រាស់គ្របដណ្ដប់លើទ្វីបនេះរាប់សែនគីឡូម៉ែត្រប៉ុន្តែក្រោយមកទ្វីបអាហ្វ្រិកបានរសាត់ចេញពីតំបន់ប៉ូខាងត្បូងទៅកាន់តំបន់អេក្វាទ័រដែលធ្វើឲ្យទ្វីបនេះមានអាកាសធាតុក្តៅហើយមិនអាចធ្វើឲ្យទឹកអាចកកបានទេដូច្នេះលោកវេសនើបានសន្និដ្ឋានថាកាលពីប៉ុងសៀវកកើតទ្វីបអាហ្វ្រិកស្ថិតនៅជាប់តំបន់ប៉ូខាងត្បូងហើយក៏បានរសាត់ចេញទៅតំបន់អេក្វាទ័រ តើអ្នកទាំងអស់គ្នាមានសំណួរចម្ងល់អ្វីបន្តទៀតដែរទីចុងក្រោយខ្ញុំសូមជាលោកព្រានសាក់តាសាក់ម៉ែសូសររស់នៅទីកន្លែងណាចាអរគុណសម្រាប់សំណួរសត្វម៉ែសូសរគឺជាសត្វដែលរស់នៅក្នុងទឹកសាបរាក់ៗដូចជាស្ទឹងបឹងទន្លេជាដើម ដូច្នេះតើអ្នកទាំងអស់គ្នាមានសំណួរទៀតទេតើអ្នកសាស្ត្រាចារ្យរូបណាដែលបានសិក្សាពីចលនាទ្វីបរសាត់ហើយជាជនជាតិអ្វីបាទអរគុណចំពោះសំណួរនេះអ្នកដែលសាស្ត្រាចារ្យដែលបានសិក្សាអំពីទ្វីបរសាត់គឺលោកអាព្រីវេសនើគឺជាជនជាតិអាល្លឺម៉ង់ អរគ្នាមានសំណួរអ្វីចង់សួរមកកាន់ពួកខ្ញុំទៀតដែរទេមានដែរទេចាតើសំណល់សេឡាដែលបន្សល់ទុកក្នុង សំណល់សេឡាក្នុងផែនតកត្រូវបានគេរកឃើញនៅឯណាចាអរគុណសម្រាប់សំណួរសំណល់ដែលគេបានរកឃើញមាននៅក្នុងទ្វីបអាហ្វ្រិកខាងត្បូងឥណ្ឌាអូស្ត្រាលីសុំតអាមេរិកខាងត្បូងអាហ្វ្រិកអូស្ត្រាលីឥណ្ឌានិងអន្តរជាតិដែលមានលក្ខណៈស្រដៀងគ្នា មានសំណួរអ្វីទៀតទេបើសិនជាអត់ទេជាចុងបញ្ចប់នាងខ្ញុំសូមអរគុណទៅកាន់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានយកចិត្តទុកដាក់សម្ដាប់នៃការបកស្រាយរបស់ពួកខ្ញុំតាំងពីដើមរហូតដល់ចប់ក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយកំឡុងពេលធ្វើបទបង្ហាញនិងសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរគុណ